ពុតឲ្យមើលលក្ខណៈរបស់អ្នកដឹកនាំ3យ៉ាងណាលោកយាយតាណាទី1មើលសុខភាពទី2មើលសមត្ថភាពទី3មើលគុណធម៌ចឹងចំណុចទី1ដែលយើងត្រូវសម្គាល់អ្នកដឹកនាំតាមគម្ពីរព្រះពុទ្ធសាសនាត្រូវពិនិត្យមើលសុខភាពរបស់បុគ្គលដែលត្រូវមកដឹកនាំទី2កាលពីសុខភាពត្រូវមើលសមត្ថភាពបាទតើអ្នកដឹកនាំនឹងមានសមត្ថភាពយ៉ាងណាត្រូវមើលតើសមត្ថភាពរបស់គាត់ណាគ្រប់គ្រាន់សម្រាប់មកដឹកនាំឬទេទី3គឺគុណធម៌គុណធម៌សំខាន់ណាសមត្ថភាពអាចរៀនបានអាចបដោះបានអាចពិសោធន៍បានប៉ុន្តែគុណធម៌នេះទាល់តែអាហ្នឹងនិយាយពីផ្លូវចិត្តហើយអាហ្នឹងនិយាយពីខាងក្នុងហើយក្នុងគម្ពីរព្រះពុទ្ធសាសនាគុណធម៌ទី1ព្រះពុទ្ធនិយាយពីរឿងទស្សពិតរាជធម៌ក្នុងគុណធម៌ទី2ព្រះពុទ្ធថាអ្នកដឹកនាំត្រូវមានព្រហ្មវិហារធម៌ណាទី1មានទស្សពិតរាជធម៌ទី2មានព្រហ្មវិហារធម៌ឥឡូវខ្ញុំនិយាយពីទស្សពិតរាជធម៌របស់អ្នកដឹកនាំទស្សពិតរាជធម៌គឺធម៌10មានអីខ្លះណាធម៌10ទី1គេហៅថាទី1ទានហ្នឹងគឺទានអ្នកហ្នឹងគឺថាការធ្វើទានការឲ្យការផ្ដល់ទៅឲ្យប្រជាពលរដ្ឋទី2គឺសិលទី3គឺបរិច្ចាគទី4គឺសេចក្តីស្មោះត្រង់ណាស្មោះត្រង់ចំពោះប្រជាពលរដ្ឋទី5គឺភាពទន់ភ្លន់អ្នកដឹកនាំត្រូវទន់ភ្លន់អត់មានចង្អេងចងាងទេណាទី6គឺគេហៅថាការលុតដំការជំរះនៅកិលេសអ្នកដឹកនាំត្រូវជំរះនៅតណ្ហានៅកិលេសរបស់ខ្លួនអត់មានលោភៈទោសៈអីទេណាបាទទី7ត្រូវកុំឲ្យមានក្រេវក្រោធទី8គឺអ្នកដឹកនាំត្រូវមានធម៌ខន្តីបាទខន្តីគឺការអត់ធ្មត់ណាបាទអត់ទ្រាំទី9គឺអ្នកដឹកនាំគឺត្រូវមានធម៌មួយគេហៅកុំបៀតបៀនគេគោរពសិទ្ធិមនុស្សនិយាយឲ្យចំណាកុំរំលោភលើគេទី10អ្នកដឹកនាំត្រូវតែប្រព្រឹត្តតែអំពើណាត្រូវកុំធ្វើអំពើដែលខុសអំពើអាក្រក់ណា10ទស្សពិតរាជធម៌10របស់ព្រះពុទ្ធអញ្ចឹងបងប្អូនពិនិត្យមើលមុននឹងបោះឆ្នោតឲ្យអ្នកដឹកនាំម្នាក់